Cha chị từ bóng xong chủ đề số lực cru năng lực cru này cru đây chỉ một đồng thạ từng ở kia nó không ở nè chân ở video thì pram này đấy cứ nhung năng mà sòng khai pi mê riết đây giờ bị ca vi đầm lại không mọc sặc xa năng ca vi đầm lại tam đồng nạ ca đòi ai lê ca vi đầm lại mình chọc chân ở công ở khai pi rú nhung nông tơ sòng khai ta để trong nội này nhung kết tha sòng khánh chân ở ti muối ở vót này ca vi đầm lại tam đồng nạ cao chân ta vậy tới chưa vót này ca vi đầm lại tam đồng nạ cáo chân ca vi đầm lại từ tam đồng nạ cáo ở cứ đầm nạ ca này ca vào một phò tang này ca bằng riêng rồi bỏ sá ca đo mà tay ca làm ó đôi chỉ po miền từ lạp ấy nước đo sá nâng ca ca làm rồi vô tự sát này ca bằng riêng nâng ca sắc sát đại lưỡi công phu nơi ở sầm mặt phò chân ca vi đầm lại đôi tẹt tông cho mùi nâng mê riêng tiệm 4 có bàn dậy màu khá đấy chân ca vi đầm lại cứ bất chi sầm khăn men tên không ca bằng riêng hay nâng riêng đầm bay dương thử đằng thà tao với thi sáng nắng miền Bắc tập hiệp bắc trong ca bằng riêng sao tới vô lọt cọt vô bànประมาณ bị rối hai đằng ca bắt đầu po miềnตลับtừ vĩnh đôi khi này cứ bất chi sầm khăn men tên chân đôi ca riêng chạy đánh bao bộ nhom đôi khi đấy chân nơi về đại riêng chóc cru tay tại bắt đầu nơi feedback được co và tệ cài làm đo cරු cơ sật đo cru này sơ tầng ở kia đây môn về chọc mê riêng mùi nằng chắc nơi về đại lang thôi bọt và hai ngày mùi miên trong đời khoa khát cái này nè lục cru này cru tết có tay tại bắt đầu po miềnตลับมาវិញដើម្បីឲ្យយើងកែប្រែដើម្បីឲ្យការបង្រៀននិងការរៀនរបស់យើងនឹងប្រកបដោយប្រសិទ្ធភាពចឹងក្នុងនឹងដែរចំណុចបន្តទៀតគឺនិយាយអំពីដំណើរការនៃការវិតម្លៃតាមដំណាក់កាលចឹងក្នុងដំណើរការនឹងដែរឃើញលោកគ្រូក៏ដាក់មកមាន4ចឹងទី1គឺការផ្ដល់មតិត្រឡប់ដល់សិស្សទី2គឺការបង្រៀនទី3ប្រមូលភស្តុតាងនៃការសិក្សាហើយនិងទី4គឺការវិតម្លៃភស្តុតាងនឹងចំណុចបន្តទៅទៀតចំណុចទី3គឺចរិតលក្ខណៈនៃការវិតម្លៃទៅតាមដំណាក់កាលចឹងចរិតទៅតាមការវិតម្លៃទៅតាមដំណាក់កាលនេះដែរមានភស្តុតាងនៃការវិតម្លៃរបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អធ្វើកែលម្អនៅការបង្រៀននិងជ្រើសរើសកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សតួនាទីស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យបន្តទៀតគឺចំណុចទី4និយាយអំពីប្រភេទនៃការវិតម្លៃតាមដំណាក់កាលចឹងក្នុងនោះលោកគ្រូចែកជា2គឺក្នុងម៉ោងសិក្សាហើយនឹងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់ចឹងក្នុងការសិក្សាហ្នឹងគឺលោកគ្រូចែកចេញជា2ទៀតមានភ្លាមមានគម្រោងហើយចំពោះវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងមាន3មានទី1ក្នុងថ្នាក់ទី2ទូទៅហើយនិងខ្នាតធំការវិតម្លៃភ្លាមហ្នឹងបានមាន2ប្រភេទទៀតចឹងភ្លាមហើយនឹងក្រងទុកចឹងបានន័យថាការភ្លាមវិតម្លៃភ្លាមហ្នឹងនៅពេលដែលរៀនចប់ភ្លាមគ្រូវិតម្លៃភ្លាមចឹងហើយមួយទៀតក្រងទុកហ្នឹងឧទាហរណ៍ដូចថាចប់មេរៀននៅថ្ងៃហ្នឹងចឹងចប់មេរៀនចំនួនចឹងគ្រូគាត់បានធ្វើជាសន្លឹកកិច្ចការអីឬក៏មានជាឯកសារសម្រាប់ព្រៀងទុកអីដើម្បីឲ្យសិស្សធ្វើចឹងអាហ្នឹងយើងហៅថាក្រងទុកវាខុសពីភ្លាមដែលយើងរៀនចប់ហើយគឺយើងសួរគាត់ផ្ទាល់មាត់ម្ដងទៅលេខ5គឺការប្រមូលភស្តុតាងសម្រាប់ការវិតម្លៃនៅក្នុងម៉ោងសិក្សាចាតទៀតតើអ្វីទៅចំណុចលេខ2ធំគឺការសង្កេតតើអ្វីទៅជាការសង្កេតនៅពេលម៉ោងរៀនចឹងការសង្កេតដឹងហើយថាពេលដែលបរៀនគ្រូក៏មិនគិតតែទៅតែឯងនិយាយតែឯងទេទៅចេះមើលការសង្កេតរបស់សិស្សដែរថាសិស្សហ្នឹងគាត់មានលក្ខណៈបែបណាគាត់ផ្ដោតអារម្មណ៍ក្នុងការរៀនមិនដែរអញ្ចឹងវាជាចំណុចសំខាន់នៅក្នុងការវិតម្លៃដែរអញ្ចឹងហេតុអីបានយើងចាំបាច់សង្កេតសិស្សពេលម៉ោងរៀនអញ្ចឹងដោយសារតែទី1យើងដឹងថាឧទាហរណ៍ថារៀនទៅសង្កេតមើលទៅសិស្សធុញហើយសិស្សចាប់ផ្ដើមរៀនមានអារម្មណ៍ថាធុញថប់ក្នុងមេរៀនហ្នឹងហើយអញ្ចឹងយើងត្រូវសង្កេតមើលថាហើយយើងត្រូវគិតថាតើយើងគួរបរៀនតទៅមុខទៀតអត់ឬក៏បង្វែរចំណាប់អារម្មណ៍គាត់ឲ្យទៅលេងសម្រាប់អ្នកតូចឲ្យទៅលេងល្បែងប្រជាប្រិយអីបន្លប់គាត់សិនដើម្បីបំបត្តិភាពធុញថប់តបប្រមល់របស់គាត់នឹងចាហើយទី2គឺ
អង្កេតមើលដែរអង្កេតមើលថាឧទាហរណ៍ថានៅពេលដែលដាក់ការងារក្រុមទៅគាត់នឹងមានអន្តរកម្មជាមួយនឹងដៃគូសហការរបស់គាត់អត់គាត់ចូលរួមសកម្មអត់ហើយមួយទៀតគឺកំឡុងពេលគាត់និយាយហ្នឹងគាត់ឆ្លើយសំណួរឬក៏គាត់អន្តរកម្មរវាងគ្រូហើយនិងសិស្សតើអត្តចរិតគាត់ហ្នឹងបែបណាដែរអញ្ចឹងការបង្រៀនសិស្សគឺស្គាល់ពីអត្តចរិតសិស្សក៏ជាចំណុចសំខាន់មួយដែរចាតទៅចំណុចលេខ4និយាយអំពីការសំណួរផ្ទាល់មាត់អញ្ចឹងសំណួរផ្ទាល់មាត់ហ្នឹងតើហេតុអីបានយើងចាំបាច់សួរសំណួរផ្ទាល់មាត់ធ្វើអីអញ្ចឹងការសួរសំណួរផ្ទាល់មាត់ក៏ដូចជាការបង្វឹកការវឹកហាត់ឲ្យពួកគាត់ហ្នឹងរៀននិយាយរៀនបើកជាកំណត់ក្លាហានអីចឹងទៅអញ្ចឹងឧទាហរណ៍ងាយៗដូចកាលខ្ញុំនៅរៀនអញ្ចឹងខ្ញុំអត់សូវចេះនិយាយស្ដីហើយអត់សូវក្លាហានឡើងនិយាយលើកដាខៀនហើយជាពិសេសវិញពេលគ្រូឲ្យឡើងអានវិញគឺរៀងអៀនច្រើនអញ្ចឹងដើម្បីឲ្យការរៀនយើងមានប្រសិទ្ធភាពជាមួយនឹងការបង្រៀនដែរយើងគួរតែសួរសំណួរផ្ទាល់មាត់គាត់វឹកហាត់ឲ្យគាត់រៀននិយាយពីអស់ហ្នឹងឲ្យបានច្រើនចាហើយទៅចំណុចទី5គឺការផ្ដល់មតិកែលម្អអញ្ចឹងការផ្ដល់មតិកែលម្អដូចបានវាស្តៀងទៅនឹងចំណុចខាងលើដែរព្រោះការរៀនត្រូវតែមានជាមតិកែលម្អហ្នឹងឯងដើម្បីឲ្យលើកក្រោយទៀតកុំឲ្យមានកំហុសខុសឆ្គងដូចមួយសារនឹងទៀតអីចឹងទៅចាឧទាហរណ៍ចឹងណាហើយនៅក្នុងចំណុចទី5នឹងដែរក៏លោកគ្រូមានច្រើនមានដែរមានចំនួនមានពេលវេលាមានរបៀបផ្ដល់មតិអីច្រើននៅក្នុងនឹងទៀតអញ្ចឹងយើងចាំទៅលម្អិតនៅពេលដែលយើងរៀនជួបលោកគ្រូផ្ទាល់អាចចូលទៅដល់ចំណុចមួយទៀតគឺទី1ប្រភេទនៃការវិតម្លៃឯកទៅតាមដំណាក់កាលបញ្ចប់អញ្ចឹងនៅក្នុងនឹងគ្រូមានបែងចែកកអញ្ចឹងកគេនិយាយពីលំហាត់ដែលមានរចនាសម្ព័ន្ធអញ្ចឹងលំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងមកទៅគឺឧទាហរណ៍ថាធ្វើបែបដូចជា quiz ជាក្នុង Google អីចឹងដាក់ជាអីដែលតាក់ទាញឲ្យគាត់ព្រោះក្មេងៗតែកាលណាមានអាភាពតាក់ទាញហ្នឹងធ្វើឲ្យគាត់ចូលចិត្តរៀនចាខបូរេតេសអញ្ចឹងគឺជាព័ត៌មានអំពីអ្វីដែលសិស្សដឹងហើយនឹងមិនដឹងឬក៏អ្វីដែលពួកគេអាចធ្វើឬក៏មិនអាចធ្វើបានអញ្ចឹងជាទូទៅការរៀនតែងតែមុនចូលមេរៀនគឺគ្រូគាត់មានបូរេតេសឲ្យដូចពួកខ្ញុំរៀននេះក៏ដូចគ្នាដែរអញ្ចឹងមុនចូលមេរៀនគឺត្រូវតេស្តពីសមត្ថភាពនឹងសិនដែរតេស្តមុនមេរៀនហ្នឹងអញ្ចឹងអាចមានចំណុចខ្លះចំកន្លែងមេរៀនអញ្ចឹងអាចមានចំណុចខ្លះមិនចំកន្លែងមេរៀនអញ្ចឹងសិស្សដូចគ្នាដែរអ្នកខ្លះក៏ចូលចិត្តអ្នកខ្លះក៏ចេះធ្វើអ្នកខ្លះមិនចេះធ្វើកគឺកិច្ចការផ្ទះខគឺកិច្ចការនៅក្នុងថ្នាក់ហើយងវិញសំណួរបែបខ្លីៗនិងសំណួរតេស្តមានដូចខ្ញុំលើកឡើងវិញអញ្ចឹងមាន quiz មានជាល្បែងឲ្យគាត់លេងដូចកាហ៊ូដូចផ្សេងអីទៀតចឹងទៅចគឺការវាតម្លៃរួមគ្នាឆគឺការវាតម្លៃវឌ្ឍនភាពរបស់សិស្សហើយចំណុចទី2ធំគឺការផ្ដល់មតិត្រឡប់ចឹងការផ្ដល់មតិត្រឡប់នេះបានលើកឡើងនៅខាងលើមិញហើយខ្ញុំអត់បញ្ជាក់ទេនៅចំណុចហ្នឹងហើយទី3គឺការកែលម្អបង្រៀនក្រោយពេលផ្ដល់មតិត្រឡប់តើការកែលម្អបង្រៀនក្រោយពេលផ្ដល់មតិត្រឡប់ហ្នឹងមកទៅគឺមានភាពសំខាន់ទី1គឺការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងយើងដឹងហើយថានៅពេលដែលផ្ដល់គ្រូគាត់ផ្ដល់ feedback ឬក៏មតិកែលម្អហ្នឹងយើងប្រកាសជាទៅយករៀននៅអាកំហុសខុសឆ្គងនឹងឡើងវិញហើយអញ្ចឹងយើងអាចធ្វើឲ្យការបង្រៀនរបស់យើងសកម្មហើយមានប្រសិទ្ធភាពជាងមុនទី2គឺការឆ្លើយតបដោយមានអន្តរាគមន៍អញ្ចឹងទី3ការបង្រៀនដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នារបស់សិស្សទី4វឌ្ឍនភាពសិក្សារបស់សិស្សអញ្ចឹងពាក្យថាទី5ការកែលម្អបង្រៀនសារចុះសារឡើងច្រើនដងចានៅក្នុងចំណុចទី3នេះដែរចំណុចទី1ទៀតប្រកបដោយប្រសិទ្ធភាពហ្នឹងមិនអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពនឹងគឺជាគោលបំណងសំខាន់នៅក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នទាំងការបង្រៀនសិស្សមានវិធីដូចជាជំនួសវិញនឹងការបង្រៀនឆ្លើយតបជាមួយនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យនៅក្នុងមុខវិជ្ជាហ្នឹងចា
ចូលដល់ចំណុចមួយទៀតគឺការកែលម្អនិងការបង្រៀនសារចោះច្រើនដងអញ្ចឹងមានប្រភេទដូចជាការអានបន្ថែមការបង្រៀនជាបុគ្គលការងារជាក្រុមការងារជាគំរូឬក៏ការពន្យល់ឡើងវិញការបង្រៀនមិត្តភ័ក្តិឲ្យនឹងជាដើមនិងលក្ខណៈនៃការវិនិច្ឆ័យទៅលើចំណាត់ថ្នាក់មួយទៀតការផ្លាស់ប្ដូរលំដាប់និងឧទាហរណ៍អីផ្សេងចាអញ្ចឹងវីដេអូនៃការសង្ខេបមេរៀនរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងអញ្ចឹងជាចុងក្រោយសូមអរគុណលោកគ្រូនិងលោកគ្រូដែលជាមិត្តរួមថ្នាក់ A ទាំងអស់គ្នាចាសូមអរគុណ